អត់ឈឺទេចៅសៀងថ្ងៃក្រោយធ្វើអីក៏ដោយកុំឲ្យប្រហែងចឹងទៀតបងត្រូវតែប្រយ័ត្នផងមីងជូអូនកាន់តែល្អនឹងបងកាន់តែយល់ថាមិនគប្បីនឹងអូនសំទោសណាតែនោះបងថាទៅទិញបន្លែទីបំផុតឲ្យពួកអូនរងចាំយ៉ាងយូរប៉ុន្មានឆ្នាំនេះបងឲ្យអូននឹងប៉ារស់នៅលំបាកវេទនាយ៉ាងនេះថ្ងៃក្រោយបងនឹងខិតខំរកប្រាក់ដើម្បីឲ្យពួកអូនបានធូរស្រាលបន្តិចចៅសៀងទឹកចិត្តបងខ្ញុំយល់ប៉ុន្តែពួកខ្ញុំមិនអីទេតែបងវិញសូមបងកុំឲ្យហត់នឿយពេកណែមីងជូអូនល្អយ៉ាងនេះបងកាន់តែមិនគប្បីនឹងអូនហើយថ្ងៃនេះបងបានទៅលេងល្បែងទៀតអូនវាយបងមកវាយខ្ញុំមកគឺខ្ញុំចៅសៀងតាពិតនោះគឺខ្ញុំនិងឪពុកខ្ញុំជាអ្នកធ្វើបាបបងបើសិនជាកាលនោះបងមិនជួយដល់ពុកខ្ញុំទេហើយបើសិនជាបងមិនជួយរៀបចំបន់សពឲ្យពុកខ្ញុំនោះប្រាក់របស់បងគឺចាយមិនទាន់អស់ទេចៅសៀងនេះជាការពិតណាស់តែខ្ញុំមិនទៅបងទេសំបីបន្តិចក៏គ្មានដែរខ្ញុំដែរមកទៅលេងល្បែងគឺចង់ឈ្នះប្រាក់ឲ្យបានច្រើនដើម្បីគ្រួសារនេះហើយដើម្បីឲ្យពួកយើងរស់នៅបានសុខស្រួលទីប៉ុន្តែបងត្រូវតែសន្យានឹងខ្ញុំកុំទៅលេងល្បែងទីតើបានទេបានថ្ងៃក្រោយបងឈប់ទៅលេងល្បែងទៀតហើយបងឈប់ទៅទៀតហើយមីងជូមីងជូបងអរគុណអូនណាដែលយកចិត្តបងយ៉ាងនេះអ្វីត្បិតអូនមិនព្រមប្រាប់បងថាអូនមានប្រវត្តិយ៉ាងណាតែបងគិតថាអូនប្រកាសជាកូនស្រីអ្នកធំគ្រួសារអ្នកមានមិនខានលោកពុកក្មេងគាត់មិនប្រកាន់ថាបងគោះអស់លក់យ៉ាងនេះទេព្រមទាំងបកគលកូនស្រីដែលសុភាពរៀបសារយ៉ាងនេះមកបងហើយបង្កើតកូនប្រុសគួរឲ្យស្រឡាញ់ដូចប៉ែទៀតនេះហើយគឺជាសំណាងល្អរបស់បងប៉ុន្តែបងមិនបានធ្វើឲ្យអូននឹងប៉ែរស់បានធូរស្រាលទេគេហើយបានហើយឈប់និយាយព្រឹងអស់នេះទៅប៉ាប្រហែលជាមិនតាន់គេទេបងឆាប់ទៅគូទឹកទៅណារួចហើយទៅជួយមើលប៉ាផងបានខ្ញុំត្រៀមចាំបាច់ទឹកជូនបងល្អប៉ាពុកមកវិញហើយមែនទេយ៉ាងម៉េចកូនតាន់គេទេកូនចាប់ពុកមិនមកកូនគេមិនលក់ពុកហើយរបស់ពុកចាំមិនហ្នឹងថ្ងៃនេះពុកពោះអស់បានប្រយ័ត្នធ្វើរបួសដៃប៉ុន្តែមិនអីទេរបួសតិចតួចទៅពុកស្អែកឡើងខ្ញុំទៅជួយពុកដែរបានទេនេះកូននៅតូចណាស់ចាំកូនធំសិនទៅកូនជួយពុកយ៉ាងម៉េចកើតពុកឲ្យខ្ញុំទៅជាមួយពុកទៅយ៉ាងណាក៏ខ្ញុំអាចជួយពុកបានតិចតួចដែរសូមឲ្យពុកឆាប់ត្រឡប់មកវិញរួចហើយញ៉ាំបាយកំដៅពុកខ្ញុំប៉ាកូនពិតជាឆ្លាតអស្ចារ្យណាស់ហេតុតែថ្ងៃនេះពុកមានការរវល់បានជាធ្វើឲ្យខកពេលបន្តិចពុកធានាចំពោះកូនណាថ្ងៃក្រោយឆាប់ត្រឡប់មកវិញហើយញ៉ាំបាយកំដៅកូនអចាអាចារ្យពុកកុំកុហកខ្ញុំទៀតណាមានរឿងអីពុកកុហកកូននោះមិនអញ្ចឹងពួកយើងធ្វើដៃទេពួកដៃរឿងអីធ្វើមិនបាននោះមកពួកដៃមកពុកចាំហ្នឹងពុកលេងសើចជាមួយកូនទេពុកខូចណាស់លោកបងធានអីមានរឿងអីកើតឡើងទីđâyមានរឿងកើតឡើង
ប្រកបជានៅតាមផ្លូវនោះវាបានជួបស្អីស្អាតពី3នាក់ទៅជ័យគ្នាលេងនឹងវាភ្លេចយើងបាត់ទៅហើយអានអត់នេះចំជិបដេះផ្ដាស់មែនកុំជិបដេះផ្ដាស់ពួកយើងបារម្ភសឹងស្លាប់ទៅហើយយើងនៅក្បែរនេះដល់គាត់ទៅមើលទៅឲ្យធុកជូនលោកតាទៅលោកតាខ្ញុំមកមើលលោកតាហើយកូនមកមកពុកហើយពេលវេលាបានកន្លងផុតទៅលឿនណាស់រយៈពេល10ឆ្នាំទៅហើយរឿងដែលកើតឡើងកាលពី10ឆ្នាំមុនរហូតមកដល់ពេលនេះកូនមិនដែលភ្លេចទេបងត្រង់តិចទៅណាពួកយើងចិត្តទៅដល់កន្លែងមានសុវត្ថិភាពហើយបងត្រង់តិចទៅទេរបួសពុកធ្ងន់ណាស់ប្រហែលជាទៅមិនរួចទេបងមិនជួឆាប់រត់ទៅក្រុមប្រហារនេះប្រហែលជាមកទាន់ឥឡូវហើយបងគេមិនដឹងថាយើងនៅនេះទេប្រយ៉ាងទៀតកូនកំដៅទឹកពុកចោលនៅកន្លែងនេះបានដែរបងចាំមិនទៅហើយណាបងកុំប្រឡាយកូនណាបងឆាប់ដឹងខ្លួនឡើងបងឆាប់ដឹងខ្លួនឡើងម្នាមានរឿងអីណាពុកខ្ញុំកូនអាចារ្យលោកអ៊ំនេះពិតជាត្រូវរបួសធ្ងន់ណាស់ចាប់មកតាមខ្ញុំនៅកន្លែងណាមានគ្រូពេទ្យតោះខ្ញុំជាអ្នកអេវគាត់កុំនិយាយច្រើនណាជីវិតមនុស្សសំខាន់ណាស់ទៅលឿនឡើងឆាប់តាមខ្ញុំមកអស់រយៈពេល1ឆ្នាំទៅហើយជំងឺរបស់ពុកមិនជាទេយើងជំពាក់បំណុលយ៉ងសៀវមិនដឹងថាពេលណាអាចសងរួចទេបងមិនដៃទេបងប្រកាន់ជាឡើងវិញបងមិនដៃទេណាមីងជួពុកចំណាស់នេះទៅហើយប្រៀបដូចជាចង្កៀងចិត្តអស់ព្រេងហើយបងក៏គាត់ប្រេះដាក់អីបងប្រកាសជាវិញជាកូនតាណាមីងជួពុកប្រាប់កូនកន្លែងដែលរក្សាកំណប់នោះថ្ងៃក្រោយកូនយកទៅជូនអ្នកប្រុសផងដឹងទេកូនយកជូនអ្នកប្រុសផងបងមីងជួកូនដាក់ក្បាលឲ្យជិតមកណែដាក់មកកូនកុំភ្លេចដាច់ខាតកុំប្រាប់អ្នកដាក់ឲ្យសោះព្រមទាំងចាំងយ៉ងសៀស្ដាប់បានទេពេលដែលពុកផុតដង្ហើមកូនត្រូវតែប្រយ័ត្នប្រយែងខ្លួនធ្វើយ៉ាងណាត្រូវតែចងចាំកូនដឹងហើយបងកូនត្រូវតែសម្រេចពីបញ្ហាកំណត់ដែលពុកផ្ដាំទៅកូនត្រូវតែចងចាំណាកូនបងអ្វីដែលពុកផ្ដាំកូននោះកូននឹងចងចាំក្នុងចិត្តជានេះឥឡូវប៉ាធំហើយកូននឹងបកគលកូននេះឲ្យទៅយើងស៊ីរួចហើយកូននឹងទៅរាជធានីទៅជួបកូនបាបរិជីសូមបងជួយតាមថែរក្សាកូនផងណាឲ្យក្តីប្រាថ្នាកូនបានសម្រេចផងម៉ែមានរឿងមួយកូនចង់សួរម៉ែណាមានរឿងអីនៅលើភ្នំសរសេរឈ្មោះអាយ៉ាងហុងស្ទើគាត់មានតកូលអាយ៉ាងតែម៉ែតកូលសុងហេតុអីបានជាគាត់ជាតារបស់ខ្ញុំបានឥឡូវកូនអាយុ10ឆ្នាំហើយម៉ែប្រាប់កូនក៏មិនអីដែរ
ប៉ុន្តែកូនសន្យានឹងម៉ែណាដាច់ខាតកុំប្រាប់អ្នកណាឲ្យដឹងសោះសូម្បីតែពុកកូនក៏មិនបានដែរបើមិនចឹងទេគ្រួសារយើងទាំងអស់ប្រកាសជាមានគ្រោះថ្នាក់ហើយកូនយល់ទេហេតុអីតាំងសន្យាមកចាំម៉ែប្រាប់កូនបាទកូនស្ដាប់ម៉ែមិនប្រាប់អ្នកណាទេលោកតាកូនជាបេតបធំគាត់បានការពារព្រះជាមុនគាត់បានរក្សាអន្តកម្បាំងរបស់ព្រះជាហេតុនេះមនុស្សអាក្រក់ក៏សម្លាប់គាត់ទៅហេតុតែមិនចង់ឲ្យមនុស្សអាក្រក់សម្លាប់យើងម៉ែក៏បានដាក់ឋានតកូលសង្ឃខ្ញុំដឹងហើយថ្ងៃនេះហេតុតែម៉ែនាំកូនមកថ្វាយបង្គំក្នុងលោកតានេះព្រោះចង់ជម្រាបលោកតាឲ្យដឹងច្បាស់ម៉ែរៀបចំពិធីកំណត់ឲ្យកូនហើយនោះម៉ែនឹងទៅតាមព្រះជាហើយព្រមទាំងតកូលសម្រាប់នេះថ្វាយព្រះជាទៀតបើអើនៅពេលដែលម៉ែមិននៅក្បែរកូនកូនស្ដាប់បង្កប់ពុកណាយល់ទេកូនដឹងហើយអ្នកមនុស្សពួកឯងចឹងណាចាំធ្វើហ្នឹងនាងឪចាស់កាលពី10ឆ្នាំមុនយើងសួររបស់ពីឪពុកនាងឥឡូវនេះយើងត្រូវទៅសួរនាងវិញនាងច្រឡំមនុស្សហើយខ្ញុំតកោសងមិនឲ្យខ្ញុំនិយាយត្រូវអ្នកទាំងអស់គ្នាច្រឡំមនុស្សហើយមិនឲ្យខ្ញុំជាមួយនឹងមនុស្សក្នុងភ្នំគ្មានអីតាក់ទងគ្នាទេមនុស្សស្មានថាបែកគ្នា10ឆ្នាំនាងឪចាំងក៏ខ្លាចទៅជាម្ដាយរបស់គេទៅហើយគួរអបអរសាទរប្អូនប្រុសឯងថាម្ដាយឯងតកោសុំអញ្ចឹងហេតុអីបានជាម្ដាយឯងថ្វាយបង្គំភ្នោរបស់ឪចាំងទៅវិញនេះជារឿងរបស់ចាងប៉ាកុំនិយាយអីនាងឪចាំងឪពុកនាងព្រោះតែកំណប់គ្រួសារសឹកម៉ាបានបាត់បង់ជីវិតមួយទៅហើយថ្ងៃនេះនាងព្រោះតែគ្រួសារសឹកម៉ាប្រាប់កូនខ្លួនឯងកុំឲ្យទទួលស្គាល់លោកតារបស់ខ្លួនឯងតើមានតម្លៃអីទៅខ្ញុំបាននិយាយហើយអ្នកទាំងអស់គ្នាច្រឡំមនុស្សទេហើយខ្ញុំក៏មិនដឹងថាអ្នកទាំងអស់គ្នានិយាយពីរឿងអីដែរប៉ាតែយើងនាងឪចាំងបើសិនជាអ្នកនាងមិនដោះស្រាយរឿងនេះច្បាស់ទេហើយមិនប្រាប់កំណត់នឹងណាទៀតនោះកុំសង្ឃឹមចេញពីទីនេះបានចាត់ការបាទបងប៉ាចាប់ទៅតាមភ្លាមចាប់បានទៅបាទចាប់តាំងលឿនកំរាឈប់លើកំរាឈប់កំរាហើយចម្លែកមែនទេចាអាកូនសិស្សខ្ញុំនឹងវាទៅដល់ណាទៅនោះអ្នកប្រុសធានអេអូអាកូនសិស្សធានអេអ្នកប្រុសសិស្សលបងធានអេយ៉ាងម៉េចយ៉ាងលបងធានអេយ៉ាងម៉េចទៅលបងធានអេលបងធានអេយ៉ាងម៉េចយ៉ាងអាកូនសិស្សទៅតាមពុលធានអេអ្នកប្រុសលបងធានអេតើគាត់យ៉ាងម៉េចយ៉ាងលបងអូវៃឲ្យឆាប់ឡើងលបងធានអេដល់ខ្លួនឡើងលបងធានអេប៉ាឲ្យឆាប់ឡើងកំរាចាប់ឈប់កំរាទៅណាយោប្រលឿនទៅឯងរត់រួចទេកំរាប៉ាចាំទៅហើយលើសៀមដល់លេងកូនខ្ញុំទៅប្រាប់យើងមកកំណប់នៅណាយើងនឹងដល់លេងកូនឯងម៉ែចាប់រត់ទៅម៉ែចង់ធ្វើហ្នឹងកុំធ្វើបាបវាមិនធ្វើអីគេក៏បានតែប្រាប់យើងមកកំណប់នៅណាម៉ែកុំប្រាប់អីសោះខ្ញុំមិនខ្លាចស្លាប់ទេម៉ែឆាប់ទៅកូនសិស្សលបងធានអេលបងធានអេអាកូនសិស្សសានអូវៃស៊ឺអ៊ីអ្នកប្រុសតើមានរឿងកាលឡើងអ្នកដាក់ថ្នាំពុលបងមើលទៅអ្នកដែលដាក់ថ្នាំពុលនោះប្រកាសជាតាក់ទងជាមួយក្រុមប្រហារនេះហើយក្រុមប្រហារនេះកំរាណាសៀមកំរាឯណាសៀម
ប្រយ័ត្នធ្លាក់ចុះណា